ជំនួបបាទជុំទី2របស់ព្រះខ័នរីស្វាយរៀងគឺត្រូវជួបជាមួយនឹងបាទល្បិចរដ្ឋអ៊ីស្រាអែលមកពីឡាវនេះជាការប្រកួតដែលធ្វើឡើងនៅពលរដ្ឋឋានជាតិមរតកតេជោចាប់ផ្ដើមនៅម៉ោងបាទ2បាទចាប់ផ្ទះហើយពណ៌ខៀវខោពណ៌សស្រោមជើងខៀវក្រុមភ្ញៀវហើយលឿងខោលឿងនិងស្រោមជើងពណ៌សព្រះខ័នរីស្វាយរៀងមាន3ពិន្ទុរួចមកហើយពីជ័យជំនះ 3-0 លើ SP Falcon ចំណែកអ៊ីស្រាអែលគេរកបរាជ័យ 3-1 ក្រុមធ្វើជើងរបស់ Manila Tiger ការលេងនៅក្នុងវគ្គទី1ក្រុមម្ចាស់ផ្ទះដាក់សម្ពាធខ្លាំងទៅលើក្រុមភ្ញៀវបង្កើតឱកាសនឹងការប៉ុនប៉ងសម្ដៅទីជាបន្តបន្ទាប់តែបាទត្រង់ចំណុចនេះការតែតរបស់ Faris Hamudi ត្រូវសង្គ្រោះបានដោយអ្នកចាំទីគប់លុបផាធីបបាទជះបាល់នេះចេញក្រៅបាល់ជ្រុងពី Yudai Ogawa ត្រឡប់ទៅវិញក៏តែតរំលងរបាទីដោយពេលប្រាក់ខ្វាមេបញ្ជូនទៅទំនងមែនទែនពេលប្រាក់ខ្វាមេដែលមានជំនាញលោតបានខ្ពស់តែការតែតរបស់គេនោះបែរជាទូលពីក្រោមបាល់ទៅវិញចំណុចនេះធ្លាយមកដល់សុកយុទ្ធផ្ដួលខ្លួនទាត់តែមានការរារាំង Christian លោតកាប់លើអាកាសតែម្ដងតែមិនពេញជើងល្អទេបានត្រឹមតែសោកស្ដាយតែប៉ុណ្ណោះបាទប៊ុនប្រច័ន្ទត្រង់នេះបញ្ជូនចុះមកអានន្តាសាទាត់មិនចំបាល់គឹមសុកយុទ្ធ Christian បាទ acrobatic finish ត្រង់នេះតែមិនបានសម្រេចទេបន្តមកទៀតចំណុចនេះហើយដែលកើតចេញជាក្របបាល់ដំបូងបាទការទាត់ធ្ងន់ចាប់ក្រឡកដោយគប់លុបផាធីបធ្វើឲ្យ Patrick Robson ដែលនៅជិតនោះស្រាប់បញ្ចប់ទីបានសម្រេច1-0ត្រឹមនាទីទី20បាទនេះហើយបាទចាប់មិនបានល្អដោយអ្នកចាំទីបន្ថែមបានសម្រេចដោយ Patrick Robson មើលប្លង់ពីខាងចំហៀងមួយទៀតបាទក៏បានឃើញពីបាទការរបូតគ្រាប់បាល់នេះផងដែរបាល់លោតបាទរឡាតមួយជុំបន្តមកនៅនាទីទី27ការតែតរបស់ពេលប្រាក់ខ្វាមេសង្គ្រោះបានយ៉ាងល្អទៀតពីអ្នកចាំទីគប់លុបផាធីបបាទគេធ្វើបានល្អច្រើនបាទទាត់បុកខ្ទាតទៅវិញបាទប៊ុនប្រច័ន្ទជាអ្នកកាត់បាទកាត់ទៅក៏បាទតែតបញ្ចូលទីការប៉ុនប៉ងរបស់បាទប៊ុនប្រច័ន្ទត្រង់នេះបាទក៏គេសោកស្ដាយណាស់ដែរដែលតែតបុកនឹងបង្គោលទីហើយក៏ចាប់បានពីការបាទជួយសង្គ្រោះរបស់បាទខ្សែការពារពេលប្រាក់ខ្វះបេតែត្រង់នេះគឺល្អខ្លាំងមែនទែនតែម្ដងបាទតែទៅបាទដូចបាទប្រើជើងបញ្ជូនអញ្ចឹងបាទគេប្រកែស្មានមែនទែនហើយតាកាស៊ីអូដាវរ៉ាឯនោះក៏មិនឲ្យផ្លាត់នោះដែរបាទនេះគាត់ធ្វើជាសញ្ញាថាគាត់ទាត់អញ្ចឹងពេលហ្នឹងបាទធ្វើឲ្យប្រខ័នរាជស្វាយរៀងនាំមក2-0នៅក្នុងវគ្គទី1បាទបំផ្លងដោយវិសាលតែត្រឡប់ទៅវិញដោយពេលប្រាក់ហ្វាមេបញ្ចប់ទីដោយតាកាស៊ីអូដាវរ៉ាបាទយ៉ាងកណ្ដាលចិនតៃប៉េបានផ្លុំកញ្ចែដំណើរការប្រកួតបន្តទៀតត្រង់នេះហើយគ្រាប់បាល់បញ្ចូលទីការទាត់បាល់ free kick បាទធ្ងន់លឿនបោកដីធ្វើឲ្យអ្នកចាំទីគប់លុបប្រទីបបានត្រឹមតែក្រឡេកមើលបាល់ចូលទីបាទការទាត់អត់ខ្ពស់ទេហើយធ្លាក់បាទស្មានមិនត្រូវបាទចូលមកប្រឡោះទៀតសម្រាប់ការទាត់នេះបាទនេះបាទការទាត់ដ៏ល្អរបស់ Yudai Ogawa បន្តមកនៅនាទីទី58មានបាល់ជ្រុងដោយ Christian បញ្ជូនទៅបាទតែត្រង់នេះគឺរំលងរបាទីម្ដងទៀតការបញ្ជូនបាល់លូតតែត្រង់នេះបាទមិនបានល្អនោះទេការវិបកត្រឡប់ទៅវិញសម្រាប់បាទក្រុមភ្ញៀវបាទអ៊ីស្រាបាទឲ្យដាច់ទំនងហើយតែបាទធ្វើមិនបានសម្រេចការប៉ុនប៉ងពីជំហៀងត្រង់នេះក៏សង្គ្រោះបានដោយវីរៈតារាបន្តទៀតញៀនសុកស៊ីដានមួយជើងនេះក៏ល្អណាស់ដែរបុករបាទីទៀតមកវិញគឹមសុកយុទ្ធបាទ
មួយជើងពេញទំហឹងតែគប់លោកប្រតិបនៅតែរៀរៀងបានធ្វើបានល្អមែនទែនបាទរវិសណាបើយើងមើលត្រង់នេះដួលប៉ុណ្ណឹងហើយងើបមកវិញបាទតបដាក់ចូលឡើងទាត់ទៅក៏សល់ដៃស្ដាំមួយទៀតដើម្បីរៀរៀងទី90បូកទៅហើយបាទស៊ីដានក៏ទាត់ពីក្រៅប្រអប់មួយដែរបោកដីតែគប់លោកប្រតិបនៅតែអាចសង្គ្រោះបានមិនឲ្យមានគ្រាប់បាល់